ហេតុអ្វីបានជាការបង្កើតទម្លាប់ល្អវាតែងតែពិបាកសម្រាប់យើងហើយទម្លាប់អាក្រក់ងាយស្រួលធ្វើម្ល៉េះដូច្នេះដើម្បីដឹងនិងយល់ថាទម្លាប់ល្អមួយដែលយូរអង្វែងត្រូវធ្វើដូចម្តេចហើយការបំបត្តិទម្លាប់អាក្រក់គេធ្វើដោយរបៀបណានៅក្នុងសៀវភៅ Atomic Habits បានបញ្យល់យើងច្បាស់ៗអំពីការបង្កើតទម្លាប់ល្អនិងអានុភាពរបស់វាក្នុងជីវិតរបស់យើងដូច្នេះកុំឲ្យខាតពេលវេលាយូរតោះចូលទៅប្រធានបទរបស់យើងទាំងអស់គ្នាទីល្អបំផុតដើម្បីចាប់ផ្ដើមទម្លាប់ថ្មីមិនមែនអាស្រ័យលើការដែលយើងមានកម្លាំងចិត្តឬការលើកទឹកចិត្តភ្លាមៗប៉ុណ្ណោះទេប៉ុន្តែគឺជាការរចនាប្រព័ន្ធមួយដែលធ្វើឲ្យទម្លាប់នោះក្លាយជារឿងងាយស្រួលហើយមើលឃើញច្បាស់និងអាចធ្វើឡើងវិញបានជាប្រចាំក្នុងជីវិតរស់នៅប្រចាំថ្ងៃព្រោះការពិតមនុស្សភាគច្រើនបរាជ័យក្នុងការបង្កើតទម្លាប់មិនមែនដោយសារខ្វះវិន័យទេប៉ុន្តែដោយសារពួកគេចង់ប្រឆាំងនឹងធម្មជាតិរបស់ខ្លួនឯងជំនួសឲ្យធ្វើការជាមួយវាមួយក្នុងចំណោមគោលការណ៍សំខាន់បំផុតគឺចាប់ផ្ដើមពីអ្វីដែលតូចបំផុតតូចដល់ថ្នាក់មិនបង្កឲ្យមានភាពពិបាកឡើយព្រោះពេលទម្លាប់ធំពេកឬត្រូវការកម្លាំងច្រើនខួរក្បាលរបស់យើងបង្កើតការប្រឆាំងនិងរកហេតុផលមិនធ្វើសកម្មភាពនោះប៉ុន្តែបើទម្លាប់តូចដូចជាការអានសៀវភៅមួយទំព័រជារៀងរាល់ថ្ងៃធ្វើ post up តែមួយដងជារៀងរាល់ថ្ងៃឬសរសេរតែមួយប្រយោគវានឹងងាយចាប់ផ្ដើមហើយការចាប់ផ្ដើមគឺសំខាន់ជាងគេព្រោះភាពទៀងទាត់និងជាប់លាប់ពិតជាមានតម្លៃបំផុតក្នុងការចាប់ផ្ដើមដំបូងគំនិតនេះភ្ជាប់ជាមួយនឹងការយល់ថាទម្លាប់មិនមែនសម្រាប់តែទទួលបានផលភ្លាមៗប៉ុណ្ណោះទេប៉ុន្តែសម្រាប់កសាងអត្តសញ្ញាណរបស់អ្នកមានន័យថារាល់សកម្មភាពតូចគឺជាការបោះឆ្នោតសម្រាប់មនុស្សដែលអ្នកចង់ក្លាយទៅជាដូច្នេះជំនួសឲ្យនិយាយថាខ្ញុំចង់មានសុខភាពល្អគួរតែនិយាយថាខ្ញុំគឺជាមនុស្សដែលរក្សាសុខភាពហើយបញ្ជាក់វាតាមរយៈសកម្មភាពតូចជាប្រចាំបន្ថែមពីនេះវិធីសាស្ត្រសំខាន់មួយទៀតគឺធ្វើឲ្យទម្លាប់ជើងមើលឃើញច្បាស់ហើយប្រើសញ្ញាជំរុញនៅជុំវិញខ្លួនព្រោះទម្លាប់ភាគច្រើនត្រូវបានចាប់ផ្ដើមដោយអ្វីដែលយើងមើលឃើញដូច្នេះបើអ្នកចង់អានសៀវភៅអ្នកគួរតែដាក់សៀវភៅនៅកន្លែងដែលអ្នកមើលឃើញជាញឹកញាប់ដើម្បីឲ្យវាคล้ายជាការរំលឹកអ្នកហើយនេះហៅថាការរចនាបរិយាកាសនៅជុំវិញខ្លួនបន្ថែមទៀតអ្នកត្រូវធ្វើឲ្យទម្លាប់មានភាពតាក់ទាញដោយភ្ជាប់ជាមួយនៅអ្វីដែលអ្នកចូលចិត្តដូចជាស្ដាប់តន្ត្រីពេលហាត់ប្រាណដែលធ្វើឲ្យអ្នកមានអារម្មណ៍ល្អនិងចង់ធ្វើវាឡើងវិញបន្ទាប់មកគឺធ្វើឲ្យវាងាយស្រួលដោយកាត់បន្ថយឧបសគ្គដូចជារៀបចំខោអាវហាត់ប្រាណមុននឹងចាប់ផ្ដើមហាត់ប្រាណឬរៀបចំអាហារដែលមានប្រយោជន៍ទុកជាមុនដើម្បីកាត់បន្ថយការលំបាកមួយទៀតការធ្វើឡើងវិញដដែលបង្កើតជាទម្លាប់មានន័យថាអ្នកត្រូវធ្វើវាជាប្រចាំមិនចាំបាច់រងចាំពេលដែលល្អឥតខ្ចោះដើម្បីធ្វើនោះទេហើយវិធីដ៏មានប្រសិទ្ធភាពមួយគឺច្បាប់20នាទីដែលមានន័យថាទម្លាប់ថ្មីមួយគួរតែចំណាយពេលយ៉ាងតិច2នាទីដើម្បីឲ្យងាយចាប់ផ្ដើមហើយបង្កើតទម្លាប់នៃការចូលរួមជាប្រចាំព្រោះពេលអ្នកចាប់ផ្ដើមអ្នកនឹងងាយបន្តហើយវាក៏ជួយបន្ថយការធុញទ្រាន់ផងដែរព្រោះការធ្វើច្រើនពេកនៅពេលដំបូងអាចធ្វើឲ្យអ្នកបោះបង់ប៉ុន្តែទម្លាប់តូចអាចកាត់ឡើងបន្តិចម្ដងក្រោយមកអ្នកអាចពង្រីកវាបានបន្ថែមពីនេះអ្នកត្រូវធ្វើឲ្យវាមានអារម្មណ៍ល្អដោយផ្ដល់រង្វាន់ភ្លាមដូចជាតាមដានវឌ្ឍនភាពឬអបអរសាទរនៅសមិទ្ធផលជោគជ័យតូចរបស់អ្នកដែលធ្វើឲ្យខួរក្បាលចង់ធ្វើវាឡើងវិញហើយគំនិតនេះកុំបំបែកខ្សែនៃដំណើរការមានន័យថាអ្នកត្រូវរក្សាធ្វើវាជាប្រចាំទោះបីខកខានម្ដងក៏ដោយត្រូវត្រឡប់មកវិញឲ្យបានលឿនដោយមិនបន្ទោសខ្លួនឯងហើយអ្វីសំខាន់ទៀតគឺបរិយាកាសមានឥទ្ធិពលខ្លាំងជាងការចង់បានដូច្នេះអ្នកគួររចនាបរិយាកាសឲ្យល្អងាយធ្វើនិងទម្លាប់អាក្រក់ពិបាកធ្វើដូចជាដាក់ទូរស័ព្ទ
ឬអ្នកចង់កាត់បន្ថយការប្រើប្រាស់វាអ្នកត្រូវដាក់វាឲ្យឆ្ងាយឬបង្កើតកន្លែងសិក្សាដែលស្អាតដែលមានអារម្មណ៍ល្អលើសពីនេះទម្លាប់ភ្ជាប់ជាមួយនឹងពេលវេលានិងទីកន្លែងដូច្នេះជួយឲ្យការកំណត់ពេលវេលាមានភាពច្បាស់លាស់ដូចជាខ្ញុំនឹងសិក្សាម៉ោង7ល្ងាចនៅបន្ទប់របស់ខ្ញុំនោះវានឹងជួយឲ្យអ្នកអនុវត្តបានងាយជាចុងក្រោយទម្លាប់តូចៗនឹងបង្កើតលទ្ធផលធំទៅតាមពេលវេលាទោះបីដំបូងមើលទៅមិនឃើញជាលទ្ធផលក៏ដោយដូចជាទឹកកកដែលកំពុងតែក្តៅឡើងបន្តិចម្ដងរហូតដល់វារលាយបង្ហាញថាការផ្លាស់ប្ដូរកំពុងតែកើតឡើងដូច្នេះត្រូវមានចិត្តអំណត់និងផ្ដោតលើប្រព័ន្ធមិនមែនផ្ដោតទៅលើលទ្ធផលទេព្រោះលទ្ធផលគឺមកក្រោយខណៈទម្លាប់ជាអ្វីកំណត់អនាគតរបស់អ្នកហើយសរុបមកវិធីល្អបំផុតដើម្បីចាប់ផ្ដើមទម្លាប់ថ្មីគឺធ្វើឲ្យវាតូចមើលឃើញច្បាស់តាក់ទាញងាយស្រួលនិងមានអារម្មណ៍ល្អខណៈដែលផ្ដោតលើអត្តសញ្ញាណនិងភាពទៀងទាត់ដែលយល់ថាអ្នកមិនត្រូវបដូរវាភ្លាមៗទេប៉ុន្តែបង្កើតវាឡើងវិញតាមរយៈសកម្មភាពតូចជាប្រចាំដែលនឹងនាំឲ្យមានការផ្លាស់ប្ដូរយ៉ាងយូរអង្វែងសរុបមកទម្លាប់ដែលយូរអង្វែងត្រូវគោរពតាម 1. ការចាប់ផ្ដើមនៅសកម្មភាពតូចវាមានន័យថាចាប់ផ្ដើមពីអ្វីដែលងាយនិងតូចបំផុតដើម្បីកុំឲ្យខួរក្បាលរបស់យើងមានការប្រឆាំងនឹងសកម្មភាពរបស់យើងឧទាហរណ៍ជំនួសឲ្យនិយាយថាខ្ញុំនឹងរៀន2ម៉ោងរាល់ថ្ងៃអ្នកគួរចាប់ផ្ដើមដោយខ្ញុំរៀនតែ5នាទីព្រោះវាមានអារម្មណ៍ថាងាយហើយធ្វើឲ្យខ្ញុំងាយចាប់ផ្ដើមគឺចាប់ផ្ដើមឡើងវិញជាទៀងទាត់ 2. អត្តសញ្ញាណរបស់អ្នកមានន័យថាផ្ដោតលើមនុស្សដែលអ្នកចង់ក្លាយទៅជាមិនមែនតែគោលដៅដែលអ្នកចង់បាននោះទេជំនួសឲ្យនិយាយថាខ្ញុំចង់អានសៀវភៅអ្នកគួរនិយាយថាខ្ញុំជាមនុស្សដែលស្រឡាញ់ការអានសៀវភៅហើយវាបង្ហាញតាមរយៈការអានម្ដងបន្តិចជារៀងរាល់ថ្ងៃសកម្មភាពរាល់ថ្ងៃនឹងកសាងអត្តសញ្ញាណរបស់អ្នក 3. បរិយាកាសនៅជុំវិញខ្លួនមានន័យថាបរិយាកាសជុំវិញខ្លួនមានឥទ្ធិពលលើអាកប្បកិរិយារបស់អ្នកខ្លាំងជាងការចង់បានបើអ្នកចង់ញ៉ាំអាហារដែលមានប្រយោជន៍អ្នកគួរតែដាក់ផ្លែឈើនៅលើតុហើយលាក់អាហារមិនល្អចេញបើអ្នកចង់រៀនច្រើនអ្នកគួររៀបចំបន្ទប់ឲ្យបានស្អាតនិងស្ងប់ស្ងាត់សម្រាប់ការផ្ដោតអារម្មណ៍បើអ្នកចង់អានសៀវភៅអ្នកត្រូវជ្រើសរើសសៀវភៅណាដែលអ្នកចង់អានដាក់វានៅកន្លែងដែលអ្នកមើលឃើញជាប្រចាំ 4. ភាពទៀងទាត់និងជាប់លាប់មានន័យថាការធ្វើអ្វីមួយជាប្រចាំមានសារៈសំខាន់ជាងការធ្វើឲ្យល្អឥតខ្ចោះតែម្ដងភាពទៀងទាត់ជាកូនសោរសម្រាប់ឈ្មោះទៅការបង្កើតទម្លាប់អានតែមួយទំព័ររៀងរាល់ថ្ងៃមានប្រសិទ្ធភាពជាងអាន50ទំព័រម្ដងក្នុងមួយថ្ងៃព្រោះសកម្មភាពតូចដែលធ្វើជាប្រចាំនឹងក្លាយជាទម្លាប់ដ៏រឹងមាំ 5. ធ្វើឲ្យវាមានភាពងាយស្រួលកាត់បន្ថយភាពពិបាកដើម្បីឲ្យទម្លាប់ក្លាយជារឿងដែលងាយស្រួលធ្វើបើអ្នកចង់ហាត់ប្រាណអ្នកគួរតែរៀបចំសម្លៀកបំពាក់មុនពេលដែលអ្នកហាត់ប្រាណដូច្នេះអ្នកមិនចាំបាច់គិតច្រើនទេគ្រាន់តែចាប់ផ្ដើមភ្លាមតែប៉ុណ្ណោះទម្លាប់ល្អមិនត្រឹមតែជួយឲ្យអ្នកសម្រេចគោលដៅប៉ុណ្ណោះទេតែថែមទាំងកំណត់ពីស្តង់ដារនិងគុណភាពជីវិតរបស់អ្នកទៅទៀតសូមអរគុណ